Ok, so đây nè ngọc này ngày nay nhom tranh video lục sập to tiết đây ngày nay nhom lục sập về có comparison ấy phải thà ប្រៀបធៀបchứ nó không sập comparison chia sập muối đây ក្នុងការបកប្រែខ្មែរអង់គ្លេសខ្មែរប្រើក្នុងការសរសេរក្នុងការប្រឡងហ្នឹងហើយឬក៏យើងប្រឡងធ្វើគ្រូធ្វើអីហ្នឹងគឺអ្នកដែលមានបំណងទិញសភៅហ្នឹងទៅត្រូវឲ្យ comparison ហើយខ្ញុំក្នុងសភៅហ្នឹងគឺខ្ញុំចងក្រងលម្អិតទាំងអស់ comparison មានប្រមាណក្នុងភាសាអង់គ្លេសគឺលម្អិតទាំងអស់ណាអ្នកមើលសញ្ញាព្រួយទី1សភៅវេយ្យាករណ៍ comparison ចងក្រងឡើងយ៉ាងលម្អិតបំផុតហើយសភៅនេះផ្ដោតសំខាន់ទៅលើត្រីទី1របៀបប្រើយ៉ាងលម្អិតនៃ comparison of verb ខ្ញុំប្រើឲ្យនៅមុខចកការប្រៀបធៀបនៃគេស័ព្ទអញ្ចឹងអានឹងលម្អិតទាំងអស់ត្រីទី2របៀបប្រើយ៉ាងលម្អិតនៃ comparison of noun ប្រែថាការប្រៀបធៀបនៃនាមអញ្ចឹងការប្រៀបធៀបនៃនាមទាំងអស់គឺលម្អិតទាំងអស់ក្នុងហ្នឹងណាត្រីទី3របៀបប្រើយ៉ាងលម្អិតនៃ comparison of adjective ប្រែថាការប្រៀបធៀបនៃគុណនាមអញ្ចឹងលម្អិតទាំងអស់ក្នុងហ្នឹងត្រីទី4របៀបប្រើយ៉ាងលម្អិតនៃ comparison of adverb ប្រែថាការប្រៀបធៀបនៃគុណកិរិយាអញ្ចឹងការប្រៀបធៀបនៃគុណកិរិយាចាប់ពីការប្រៀបធៀប verb រហូតដល់ adverb គឺលម្អិតទាំងអស់ក្នុងសភៅនោះមានទាំងអស់ហ្នឹងហើយអញ្ចឹងអ្នកនេះទិញសភៅនឹងតាមមួយក្បាលទៅគឺមានក្នុងហ្នឹងអស់ហើយអត់មានបាច់ទៅរកខាងក្រៅអីទៀតទេហ្នឹងហើយសូម្បីតែចំណុចពិសេសក៏ខ្ញុំទៅសេដែរអ្នកនរគ្នាសភៅខ្ញុំអ្វីដែលល្អយើងចាត់ទុកថាល្អគឺខ្ញុំទៅសេចំណុចពិសេសព្រោះចំណុចពិសេសសភៅវេយ្យាករណ៍ទាំងអស់នៅលើទីផ្សាររួមទាំងការរៀននៅតាមសាលាផ្សេងប្រហែលជាគាត់មិនដាក់ឲ្យទេហ្នឹងហើយចំណុចពិសេសបានណានេះហើយប្រឡងគឺចេញតែចំណុចពិសេសហ្នឹងហើយនេះសញ្ញាព្រួយទី2អ្នកដែលអាចប្រើសភៅវេយ្យាករណ៍ comparison នេះបានគឺទី1គ្រូបរិញ្ញាបត្រភាសាអង់គ្លេសទី2អ្នកបកប្រែឯកសារនិងបកប្រែតមាត់ទី3និស្សិតផ្នែកអក្សរសាស្ត្រអង់គ្លេសទី4សិស្សកម្រិតមធ្យមទី5សិស្សកម្រិតលើមធ្យមទី6សិស្សកម្រិតខ្ពស់អញ្ចឹងអ្នកទាំងអស់ហ្នឹងសុទ្ធតែអាចប្រើសភៅនឹងបានណាអ្នកនរគ្នាមានបំណងចង់ទិញសញ្ញាព្រួយនេះតំណាក់តំណងទិញសភៅវេយ្យាករណ៍ comparison នេះ Telegram របស់ខ្ញុំគឺ093 553 191តែអញ្ចឹងអ្នកនរគ្នាមានបំណងចង់ទិញចាក់តងតាម Telegram នោះបានណាអូខេហើយហ្នឹងហើយប៉ុណ្ណឹងចាស់អ្នកនរគ្នា